ណែនាំហ្គេម Retro សម្រាប់បងប្អូនលេងច្បាស់ណាស់វីដេអូនេះគឺជាហ្គេមរបស់ PSP ហើយហ្គេមនេះមានឈ្មោះថា The Third Birthday ធ្វើឡើងដោយ Team Carey 4ជ្រុងហើយនេះក៏ជាហ្គេម action មួយដែលមានការច្នៃប្រឌិតខ្ពស់ហើយតួឯកក្នុងហ្គេមនេះមានឈ្មោះថា Aya Priya ហើយ Aya ត្រូវចេញដំណើរស៊ើបអង្កេតពីពពួក monster ដែលអាចបញ្ជារាងកាយមនុស្សហើយនឹងធ្វើឲ្យមនុស្សខ្លាចទៅជា monster ប៉ុន្តែតួអង្គឯកយើងក៏អាចធ្វើអារឿងអស់ហ្នឹងបានដូចគ្នាដែរ Mechanic Overdrive អាចឲ្យ Aya ស្ថិតចូលទៅក្នុងរាងកាយរបស់ monster ក្នុងមួយរយៈពេលខ្លីវែងណាស់ដែរហើយខ្ចីកម្លាំងរបស់ពួកវាដើម្បីប្រយុទ្ធវាក៏អាចជួយឲ្យ Aya អាចយកឈ្នះគូសត្រូវខ្លាំងដែលនេះមិនអាចវាយឈ្នះបាននេះគឺជាការច្នៃប្រឌិតដែលគួរឲ្យកត់សម្គាល់មួយរបស់ហ្គេមនេះហើយផ្សេងលើនឹងទៀតគឺក្នុងហ្គេមនេះយើងមាន skin ច្រើនណាស់តាំងពីធម្មតារហូតដល់យើងរនីបន្តិចហើយម្យ៉ាងទៀតខោអាវរបស់ Aya អាចលះនៅពេលដែលយើងក្នុងការប្រយុទ្ធគ្នារៀងយូរវាបានផ្ដល់កម្លាំងចិត្តឲ្យពួកយើងទៅវាយគ្នាច្រើនតិចយ៉ាងហោចណាស់ក៏មានខ្ញុំនៅក្នុងហ្នឹងទៅបីជា The Third Birthday មិនសូវជាល្បីដោយពួកអវៈមុននៅក្នុង Parasite Eve ប៉ុន្តែវាគឺជាហ្គេម retro មួយដែលយើងគួរតែលេងបើទិញម៉ាស៊ីន retro ហើយអត់ដែរលេងពួកហ្គេមអស់នេះដូចជាកំសត់